គាត់តែងតែតាក់ទងម្ចាស់ផ្ទះរបស់ក្មេងស្រីនោះដើម្បីតាមរកក្មេងស្រីដែលគាត់លួចស្រឡាញ់គាត់បានផ្ដល់ជូនដោយសប្បុរសដើម្បីជួលផ្ទះដែលគាត់រស់នៅក្នុងតម្លៃខ្ពស់ជាងអត្រាជួលស្តង់ដារអំបីលោកម្ចាស់យើងខ្ញុំក៏ឲ្យតម្លៃចំពោះភាពស្មោះត្រង់ផងដែរនៅពេលជួលកន្លែងមួយក្មេងស្រីដែលជួលអាផាតមិនរបស់ខ្ញុំគឺជាមនុស្សល្អណាស់ពួកគេតែងតែរៀបចំអំណោយសម្រាប់ខ្ញុំក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខ្ញុំបានប្រកួតផ្ទះនោះទៅឲ្យពួកគេវិញដោយប្រញាប់ប្រញាល់ក្មេងស្រីតូចនោះគ្មានផ្ទះសម្បែងប្រធានាធិបតីមិនស្ទាក់ស្ទើរទេហើយបានដំឡើងតម្លៃភ្លាម40ដងបីបិទកិច្ចព្រមព្រៀងតាមទស្សនៈរបស់ Marshall គ្មានអ្វីនៅក្នុងโลกនេះដែលលុយមិនអាចដោះស្រាយបាននោះទេប្រសិនបើវាមិនអាចដោះស្រាយបាននោះត្រូវមានន័យថាលុយមិនគ្រប់គ្រាន់ទេម្ចាស់ផ្ទះបានចាប់អារម្មណ៍ភ្លាមចំពោះការផ្ដល់ជូនដល់តាក់ទីនេះគោលការណ៍នៃភាពសុចរិតត្រូវបានបោះចោលភ្លាមគាត់ប្រញាប់ក្រោកឡើងដើម្បីរៀបចំកិច្ចសន្យាក្នុងពេលជាមួយគ្នានេះមេបញ្ជាការបានតាក់ទងអន្តរការីយ៉ាងរហ័សពួកគេបានជួសជុលផ្ទះនៅទល់មុខផ្ទះរបស់ពួកគេថែមទាំងបានបញ្ចុះតម្លៃថ្លៃជួលចំនួន$3.000ទៀតផងគាត់បានស្នើសុំជាពិសេសថាផ្ទះនេះត្រូវជួលឲ្យតែក្មេងស្រីដែលគាត់បានកំណត់ប៉ុណ្ណោះបន្ទាប់ពីអ្វីត្រូវបានរៀបចំរួចរាល់បូមាត់របស់មេបញ្ជាការបានរួញឡើងបន្តិចគាត់ញឹមដោយពេញចិត្តបន្ទាប់មកគាត់បានត្រឡប់ទៅក្រុមហ៊ុនវិញសម្លៀកបំពាក់របស់អ្នកត្រូវបានបោកគក់នឹងអាចការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះព័ត៌មានលម្អិតនិងការប្រុងប្រយ័ត្នគឺជាជំនឿជាមូលដ្ឋានបំផុតនៅក្នុងឧស្សាហកម្មរបស់យើងមានបញ្ហាអ្វីជាមួយមុខខ្ញុំការសួរសំណួរដែលអ្នកដឹងចម្លើយរួចហើយម្ចាស់ផ្ទះដែលលោកភ្លុនលុយនោះបានរត់ទៅរកឧត្តមសេនីយ៍ភ្លាមហើយប្រាប់គាត់ថាកូនប្រុសរបស់គាត់ទើបតែរៀបការភ្លាមត្រូវការផ្ទះសម្រាប់រៀបចំពិធីមង្គលការជាបន្ទាន់ប្រាប់គាត់ឲ្យចាក់ចេញភ្លាមប្រាក់កក់និងថ្លៃជួលរបស់អ្នកអាចត្រូវបានសង្វេញពេញលេញភ្លាមឧត្តមសេនីយ៍ក៏ជាមនុស្សត្រង់ដែរគ្រាន់តែសួរគាត់ថាតើគាត់កំពុងស្វែងរកជួលឬអត់អូតើអ្នកកំពុងនិយាយអ្វីតើអ្នកគិតថាខ្ញុំចាងយីជាមនុស្សសម្ភារៈនិយមបែបនេះទេវាមើលទៅមិនដូចវាទេមិនអីទេសៀវឈៀវនឹងសងប្រាក់ថ្លៃជួលបន្ថែមមួយខែទៀតភ្លេចវាចោលទៅកុំចូលមកអីដោយគ្មានជំរឿអ្វីផ្សេងឧត្តមសេនីយ៍ត្រូវផ្លាស់ទៅផ្ទះមិត្តល្អបំផុតរបស់នាងជាមុនសិននាងថែមទាំងបានសុំឲ្យមិត្តល្អបំផុតរបស់នាងជួយរកអាផាតមិនទៀតផងពួកគេបានឃើញផ្ទះដែលមេតបបានដោះលែងយ៉ាងលឿនការតុបតែងនេះស្ទើរតែដូចជាបន្ទប់តន្ត្រីក្នុងក្តីស្រមៃរបស់ឧត្តមសេនីយ៍ម្នាក់ខ្ញុំឆ្ងល់ថាតើមេតបបានតុបតែងផ្ទះនេះជាពិសេសតាមចំណង់ចំណូលចិត្តរបស់ឧត្តមសេនីយ៍ឬអត់ពួកគេបានទូរស័ព្ទយ៉ាងរហ័សដើម្បីសួរនាំអ្នកងារបានឬនាមត្រកូលរបស់ភីគីមខាងទៀតបន្ទាប់មកគាត់បានបង្ហាញថាផ្ទះនេះត្រូវបានជួលរួចហើយនាមត្រកូលរបស់គាត់គឺជាងតានោះមានន័យថាផ្ទះនោះត្រូវបានជួលរួចហើយឬនៅទេផ្ទះនោះនៅតែនៅទីនោះវានៅតែនៅទីនោះលេខទូរស័ព្ទរបស់មិត្តអ្នកបញ្ចប់ដោយ3097មែនទេបាទចាស់នោះជាលេខទូរស័ព្ទខ្ញុំនឹងនាំអ្នកទៅមើលផ្ទះនៅម៉ោង1រសៀលថ្ងៃនេះភ្នាក់ងារនោះមានការរំភើបខ្លាំងណាស់ដែលគាត់ថែមទាំងបានបង្ហាញលេខទូរស័ព្ទ4ខ្ទង់ចុងក្រោយទៀតផងពួកគេមិនមានការសង្ស័យសូម្បីតែបន្តិចឡើយបន្ទាប់មកពួកគេបានទៅមើលផ្ទះគ្រឿងសង្ហារឹមទាំងអស់សុទ្ធតែមានរចនាបថដែលជាទូទៅចូលចិត្តប៉ុន្តែតម្លៃនេះគ្រាន់តែថោកពេកឬវាធ្វើឲ្យពួកគេមានការសង្ស័យតើនេះជាផ្ទះខ្មោចប្រភេទណាមួយមែនទេពិតជាគ្មានអ្វីដែលហៅថាផ្ទះខ្មោចលងនោះទេភ្នាក់ងារបានពន្យល់យ៉ាងរហ័សថាម្ចាស់ផ្ទះមិនខ្វះខាតលុយទេខ្ញុំកំពុងស្វែងរកអ្នកជួលដែលស្អាតនិងមានរបៀបរៀបរយដើម្បីជួយរៀបចំពួកគេទើបតែបានបំពេញតាមតម្រូវការនោះហើយជាមូលហេតុដែលខ្ញុំបាននាំអ្នកទាំងអស់គ្នាមកទីនេះហាក់ដូចជាដូចគ្នាដូច្នេះឧត្តមសេនីយ៍បានចុះកិច្ចសន្យាជួលកន្លែងនេះក្នុងពេលជាមួយគ្នានេះនីសេនាធិការកំពុងសម្លឹងមើលរូបថតរបស់ឧត្តមសេនីយ៍ដោយទេខ្ញុំចាំបានថាកាលខ្ញុំនៅជាសិស្សឧត្តមសេនីយ៍ធ្លាប់បានយកឆ្កែវង្វេងមួយក្បាលមកចិញ្ចឹមប៉ុន្តែមន្ត្រីប៉ប៉ូលីសដឹងថាឆ្កែវង្វេងនេះនឹងជួបគ្រោះថ្នាក់ឧត្តមសេនីយ៍ដែលមានមនោសញ្ចេតនាអាចនឹងស្រក់ទឹកភ្នែកដោយសារតែរឿងនេះឧត្តមសេនីយ៍រូបនេះទទួលរងពីអាឡែស៊ីទឹកភ្នែកធ្ងន់ធ្ងរនាងនឹងធ្លាក់ខ្លួនជាតក់ស្លុតប្រសិនបើនាងយំវាថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផងដូច្នេះមេបញ្ជាការបានមើលថែកូនឆ្កែនោះដោយផ្ទាល់សូម្បីតែលើនេះគាត់គឺជាអ្នកដែលកោះហៅកូនឆ្កែនេះដោយផ្ទាល់វាមិនពិបាកមើលឃើញពីរឿងនេះទេថាមេតបគឺជាមនុស្សម្នាក់ដែលឲ្យតម្លៃដល់ភាពស្មោះត្រង់និងសុចរិតភាពពិបាកបេះដូងរបស់គាត់នៅពេលនេះមេបញ្ជាការបានទទួលព័ត៌មានពីភ្នាក់ងារអចលនទ្រព្យថាឧត្តមសេនីយ៍កំពុងត្រូវបានគេនាំទៅមើលផ្ទះគាត់បានលួចស្ដាប់សំឡេងដែលចេញពីផ្ទះក្បែរនោះដោយភ័យសម្លឹងមើលរាល់ចលនារបស់ពួកគេរហូតដល់គាត់លួចមើលដោយស្ងាត់គាត់បានឃើញភ្នាក់ងារតសញ្ញាយល់ព្រមដល់គាត់នីតិហ៊ានបានបង្ហាញស្នាមញញឹមអាក្រក់ភ្លាមនៅល្ងាចនោះឧត្តមសេនីយ៍បានអូសវ៉ាលីរបស់គាត់ចូលដោយរីករាយខណៈពេលដែលគាត់កំពុងដេកលើសាឡុងដោយរីករាយកណ្ដឹងទ្វារបានបន្លឺឡើងភ្លាមគាត់បានបើកទ្វារហើយឃើញមេតបនៅពីមុខគាត់មានការភ្ញាក់ផ្អើលមួយសន្ទុះនីតិហ៊ានធ្វើពុតជាភ្ញាក់ផ្អើលតើអ្នកដឹងថាខ្ញុំនៅទីនេះដោយរបៀបណាអ្នកនាងជាងអ្នកគិតច្រើនពេកហើយខ្ញុំបានឮថាអ្នកចិត្តខាងថ្មីម្នាក់នឹងផ្លាស់មករស់នៅដូច្នេះខ្ញុំនឹងជម្រាបសួរហេតុអ្វីបានជាអ្នកចៃដន្យមែនហាខ្ញុំដឹងហើយហេតុអ្វីបានជាអាផាតមិននេះត្រូវបានជួលក្នុងតម្លៃទាបបែបនេះដូច្នេះវាបង្ហាញថាមានវិញ្ញាណអាក្រក់នៅក្នុងផ្ទះលៀនសួយបាននិយាយថាយើងជួបគ្នាគ្រប់ពេលខ្ញុំខ្លាចថាអ្នកនឹងមានអារម្មណ៍ចំពោះខ្ញុំយូរទៅអ្នកពិតជាគិតច្រើនពេកហើយមែនទេខ្ញុំអាចចាត់ទុកខ្លួនឯងថាបានធ្វើសេវាកម្មដ៏អស្ចារ្យមួយរួចហើយដោយជៀសវាងការធ្វើសកម្មភាពនៅពេលដែល Lion Shui Hip និងហៅវងលេងឧត្តមសេនីយ៍បានលូកដៃតូចមួយមកបញ្ឈប់គាត់បន្ទាប់មកពួកគេបានរុញគាត់ចេញគាត់បានបិទទ្វារយ៉ាងខ្លាំងដោយទុកឲ្យមេបញ្ជាការនៅខាងក្រៅឧត្តមសេនីយ៍បានដកដង្ហើមធំវែងមួយតើវាយឺតពេលសម្រាប់ភីគីមខាងទៀតទេនៅថ្ងៃបន្ទាប់ពួកគេទាំងពីរនាក់បានចេញទៅក្រៅជាមួយគ្នាដោយមិនបានណាត់ជួបជាមុនមេបញ្ជាការនៅតែអះអាងថាការធ្វើដំណើរដោយលោតផ្លោះមិនស័ក្តិសមសម្រាប់អ្នកទេខ្ញុំបានណែនាំគាត់ឲ្យបោះបង់ចោលឲ្យបានឆាប់ជាជាងយឺតឧត្តមសេនីយ៍ដោយមិនចង់ចាញ់គេបានតបវិញថាគេមិនគួរនិយាយឲ្យច្បាស់លាស់ពេកទេប្រយ័ត្នណាអ្នកអាចនឹងទះកំភ្លៀងខ្លួនឯងនៅពេលក្រោយនៅពេលនេះមេតបនៅតែមិនយល់ពីអ្វីដែលគាត់ចង់មានន័យពេលគាត់មកដល់ក្រុមហ៊ុនគាត់បានរកឃើញថាឧត្តមសេនីយ៍ដែលគាត់បានបដិសេធយ៉ាងច្បាស់ឥឡូវនេះ